ស្ត្រីមានបារមីគ្រោះកាន់នាំចូលព្រៃបាត់ចិត្តកន្លះខែរកឃើញក្នុងសភាពស្លុតចិត្តស្ត្រីម្នាក់មានភាពចម្លែកដោយមានបារមីអ្វីមួយយ៉ាងសន្ធឹកនៅរាល់ថ្ងៃសិលខែពេញបរមីតែងតែដើរចូលព្រៃបាត់ចេញពីផ្ទះម្ដងមានរយៈពេលរាប់ខែទើបត្រឡប់មកវិញតែបាត់លើកចុងក្រោយនេះពេលសាច់ញាតិនិងអាជ្ញាធរមូលដ្ឋានតាមរកឃើញម្នាក់ស្លុតចិត្តលោកហមប៊ុនឈឿនអាយុ41ឆ្នាំត្រូវជាប្តីរបស់ស្ត្រីខាងលើបានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី17ខែមីនាឆ្នាំ2025ថាប្រពន្ធគាត់ធ្លាប់បាត់ខ្លួនជាច្រើនលើកណាស់មកហើយដោយសារតែមានបារមីគ្រោះកាន់ពេលបាត់ខ្លួនម្ដងមានរយៈពេលពី1ខែឬ2ខែទើបឃើញត្រឡប់មកវិញប៉ុន្តែការបាត់លើកនេះទោះបីអាជ្ញាធរនិងប្រជាពលរដ្ឋជួយរកជាច្រើនលើកច្រើនសារយ៉ាងណាក្តីនៅតែរកមិនឃើញបាត់តាមលោកប៊ុនឈឿនការបាត់ខ្លួនរបស់ប្រពន្ធគាត់ភាគច្រើននៅថ្ងៃសិលឬថ្ងៃពេញបូរមីម្ល៉េះហើយគាត់តែងតែចាប់ប្រពន្ធគាត់ដាក់ច្រវាក់ជើងរៀងរាល់ថ្ងៃសិលនិងខែពេញបូរមីប៉ុន្តែការបាត់ខ្លួនរបស់ប្រពន្ធលើកចុងក្រោយនេះហាក់បានបាត់ជារៀងរហូតគ្មានថ្ងៃត្រឡប់មកវិញឡើយជុំវិញរឿងនេះលោកបុតសបាយមេឃុំពោបានប្រាប់ឲ្យដឹងថាដោយមិនអស់ចិត្តនឹងការបាត់ខ្លួនស្ត្រីខាងលើដែលតាមរកមិនឃើញសោះទើបនៅថ្ងៃទី17ខែមីនាឆ្នាំ2025លោកបានដឹកនាំកម្លាំងប្រជាការពារប្រជាពលរដ្ឋរុករកនៅចំណុចជើងភ្នំកងរៃជាថ្មីម្ដងទៀតក៏បានប្រទះឃើញប៉ុន្តែស្ត្រីដែលបានបាត់ខ្លួនបានស្លាប់បាត់ទៅហើយនៅបន្សល់ត្រឹមសាកសពលោកមេឃុំបានប្រាប់ឲ្យដឹងបន្ថែមថាសពស្ត្រីរងគ្រោះត្រូវបានរកឃើញនៅក្រោមដើមឈើដែលសពមានសភាពសល់តែគ្រោងឆ្អឹងដោយត្រូវភ្លើងឆេះបន្ថែមហើយដែលបើតាមការសន្និដ្ឋានរបស់លោកស្ត្រីរងគ្រោះបានដេកស្លាប់បន្ទាប់ពីហើមរលួយហើយទ្រាំទៅវិញហើយក៏ត្រូវភ្លើងឆេះព្រៃឆេះសពបន្ថែមទើបនៅសល់តែគ្រោងឆ្អឹងបើតាមលោកមេឃុំសមត្ថកិច្ចនគរបាលស្រុកកំពង់លែងក៏បានចុះពិនិត្យធ្វើកសលវិច័យនិងសន្និដ្ឋានថាស្ត្រីរងគ្រោះបានស្លាប់ដោយខ្លួនឯងហើយបានប្រគល់សពទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីសូមបញ្ជាក់ថាស្ត្រីរងគ្រោះមានឈ្មោះឯកលូតអាយុ43ឆ្នាំមានប្តីនិងមានកូន4នាក់មានទីលំនៅឃុំពោស្រុកកំពង់លែងខេត្តកំពង់ឆ្នាំងបានបាត់ខ្លួនកាលពីថ្ងៃទី5ខែធ្នូឆ្នាំ2025ចាប់តាំងពីបាត់ខ្លួនប្រជាពលរដ្ឋនិងប្រជាការពារដឹកនាំដោយអាជ្ញាធរភូមិឃុំបានដាក់កម្លាំងរុករកជាច្រើនលើកច្រើនសារជាពិសេសរកនៅចំណុចភ្នំសំរងដែលបានប្រើកម្លាំងមនុស្សរាប់សិបនាក់ក៏តាមរកមិនឃើញប៉ុន្តែក្រោយពីអាជ្ញាធរមូលដ្ឋានសាច់ញាតិនិងប្រជាការពារសហការគ្នាខិតខំតាមរកទើបនៅព្រឹកថ្ងៃទី17ខែមីនាឆ្នាំ2025បានប្រទះឃើញសពស្ត្រីរងគ្រោះនៅចំណុចច្រកបាក់ដាវជើងភ្នំនាងកងរៃដែលមានចម្ងាយប្រមាណជាង3គីឡូម៉ែត្រពីភ្នំសំរងក្នុងឃុំពោដែលជាកន្លែងស្ត្រីរងគ្រោះបានបាត់ខ្លួននៅទីនោះសពស្ត្រីរងគ្រោះត្រូវបានភ្លើងឆេះខ្លោចសល់តែគ្រោងឆ្អឹង